បន្ថែមមានសារព័ត៌មានក្នុងជាពិសេសក្នុងតំបន់របស់យើងឲ្យបានច្រើនបន្ថែមដើម្បីជួយអុកគ្នាបែកធ្លាយសមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែតនិងមន្ត្រីអាវុធហត្ថដែលជាកូនលោកអភិបាលក្រុងប៉ោយប៉ែតគម្រោងគៀងគរប្រជាពលរដ្ឋព្រមទាំងជួលអ្នកសារព័ត៌មានដើម្បីធ្វើការ live ព័ត៌មានវិប្រហាមូលបង្កាច់បរិហាគេទៅលើលោកអុកញ៉ាលីសៃខៀងតាមតែអំពើចិត្តអាយ៉ាជារឿងថ្មីមួយមិនធ្លាប់មានដែលខ្លួនសុទ្ធតែជាអាញាធរហើយធ្វើជាតួអង្គក្នុងសាច់រឿងគៀងគរប្រជាពលរដ្ឋនិងរៃអគារប្រាក់ជួលអ្នកសារព័ត៌មានដើម្បីទៅ live វិប្រហាទៅកាន់ភាគីម្ខាងទៀតនោះក៏លោកអុកញ៉ាលីសៃខៀងតែគម្រោងនេះត្រូវបានបែកធ្លាយទៅហើយបាទដល់នៅថ្ងៃទី28ខែមេសាឆ្នាំ2025នេះបាទលោកតាន់កម្រិតដែលជាសមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែតឯកសារដែលពាក់ព័ន្ធរឿងដែលត្រូវកាន់គ្រប់គ្នាទៅកាន់ទៅគ្រប់គ្នាទៅពេលមានគេសម្ភារអីទៅយើងកាន់នឹងបង្ហាញគេថាយើងមាននេះកិច្ចសន្យាទិញលក់មានអីហ្នឹងតាំងពីខាងណាមានអីចឹងយើងនឹងក៏ខ្ញុំសូមជម្រាបដែរឈីជំនាញជម្រាបគឺជម្រាបដែរមិនដឹងទេខ្ញុំជម្រាបបងប្អូនអរគ្នាយើងធ្វើនេះធ្វើឲ្យខ្លាំងឲ្យផ្ទុះយើងត្រូវការសារព័ត៌មានចូលរួមច្រើនអញ្ចឹងសូមឲ្យមានការរីលុយគ្នាជួយទៅខាងសារព័ត៌មាន4-10-20សារព័ត៌មាននឹងច្រើនអញ្ចឹងហើយយើងត្រូវចំណាយលុយពួកគាត់តាមសារព័ត៌មានខ្លាំងខ្សោយសារព័ត៌មានគាត់មានកម្លាំងខ្លាំងទៅក៏ចាយលុយគេច្រើនទៅសារព័ត៌មានណាដែលរៀងមធ្យមទៅក៏ចាយលុយតាមនឹងអញ្ចឹងហើយសូមឲ្យមានការយោគយល់ហើយនឹងជួយគ្នាទាំងអស់គ្នាសម្រាប់ពួកខ្ញុំដែលធ្វើអ្នកដែលខ្នះខ្នែងនឹងក៏ខ្ញុំចេញដូចគ្នាដែរណាសូមអរគុណលោកសាតេងដែលជាសមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែតជម្រាបជូនបងក្នុងរົບទាំងអស់ឲ្យបានជ្រាបថាសារព័ត៌មានយើងយកមកនេះគឺភ្នំពេញគាត់បានចេញដំណើរមកហើយអញ្ចឹងគាត់ឲ្យយើងបន្ថែមមានសារព័ត៌មានក្នុងជាពិសេសក្នុងតំបន់របស់យើងឲ្យបានច្រើនបន្ថែមដើម្បីជួយអុកគ្នាគាត់ប្រាប់អញ្ចឹងណាឥឡូវគាត់ចេញដំណើរមកហើយដែលខ្ញុំស្នើសុំទៅគាត់ហ្នឹងបានទៅពឹងពោគាត់ឲ្យគាត់មកជួយផ្សព្វផ្សាយដើម្បីឲ្យបានលោកប្រធានខ្ញុំគាត់ល្បីបន្តិចឲ្យគាត់ល្បីនៅក្នុងស្រុកខ្មែរបន្តិចលោកហ៊ុលសេងហាប់ដែលជាមន្ត្រីអាវុធហត្ថគឺជាកូនបង្កើតរបស់លោកកេតហ៊ុលអភិបាលក្រុងប៉ោយប៉ែតបានអ៊ំព្រឹកខ្ញុំដាក់ទៅប្រហែលជាង10នាក់អ៊ំអី5-10នាក់អីណា4-5-10នាក់លោកអឹងឈីលោកស្រីម៉ារីជួយប្រាប់ទៅបងម៉ៅទៅកូនចៅគាត់ច្រើនឲ្យគាត់មកឲ្យបានគ្នាច្រើនតិចមកកូនចៅគាត់ច្រើនណាបងម៉ៅឲ្យជួយមកព្រឹកមកអូនរត់ឲ្យគាត់ជួយមកព្រឹកមកបានរៀបចំគម្រោងគៀងគរប្រជាពលរដ្ឋចំនួន70គ្រួសារមកជួបជុំគ្នានៅមុខសាលាក្រុងប៉ោយប៉ែតនិងជួលអ្នកសារព័ត៌មានជាការផ្ដល់លុយផ្ដល់កាក់ដើម្បីឲ្យមកធ្វើការ live ផ្ទាល់ទាំងនៅខាងក្រៅនិងនៅខាងក្នុងសាលាក្រុងដើម្បីវាយប្រហារមូលបង្កាច់បរិហាគេជាសាធារណៈដែលគ្មានភាគីលោកអុកញ៉ាលីសៃខៀងក្នុងនោះឡើយដោយចិត្តប្រកាន់តាមតែអំពើចិត្តបាទនៅក្នុងកម្មវិធីរៀបចំនោះក៏មានលោកងៅមេជ្រុនដែលជាអតីតអភិបាលរងខេត្តបន្ទាយមានជ័យទទួលផែនដោះស្រាយវិវាទដីធ្លីក៏ដូចជាតួអង្គដ៏ធំសំខាន់នៅក្នុងរឿងនេះដែរបានជាវិវាទដីធ្លីដោះស្រាយមិនចេះចប់មិនចេះហើយតទៅសោះចំពោះសារសម្លេងនេះមហាជនមិនទាន់ដឹងថាថ្នាក់ដឹកនាំបានដឹងឬមិនបានដឹងនៅឡើយនោះទេហើយក៏មិនដឹងថាការគៀងគរប្រជាពលរដ្ឋនឹងជួលផ្ដល់ជាលុយទៅឲ្យអ្នកសារព័ត៌មានចិច្ចច្រើនអង្គភាពឲ្យមកឡាយដោយក្នុងសារសម្លេងខាងលើនេះជាបទល្មើសដែរឬក៏យ៉ាងណាក្រោយពីសារសម្លេងនេះបែកធ្លាយនៅក្នុងក្រុងប៉ោយប៉ែតទាំងមូលជាពិសេសគឺមន្ត្រីដែលលេចធ្លាយសម្លេងដែលកំពុងតែដុតដៃដុតជើងស្វែងរកប្រភពនៃការបែកធ្លាយហើយការបែកធ្លាយនេះក៏មានអ្នកសារព័ត៌មានជាច្រើនអង្គភាពធ្វើការផ្សព្វផ្សាយផងដែរយ៉ាងណាក៏ដោយយើងនឹងធ្វើការលម្អិតទៅនឹងសាច់រឿងមួយនេះនៅក្នុងពេលក្រោយបន្តទៀតជម្រាបជូនបងក្នុងរົບទាំងអស់ឲ្យបានជ្រាបថាសារព័ត៌មានយើងយកមកនេះគឺភ្នំពេញគាត់បានចេញដំណើរមកហើយអញ្ចឹងគាត់ឲ្យយើងបន្ថែមមានសារព័ត៌មានក្នុងជាពិសេសក្នុងតំបន់របស់យើងឲ្យបានច្រើនបន្ថែមដើម្បីជួយអុកគ្នាគាត់ប្រាប់អញ្ចឹងណាឥឡូវគាត់ចេញដំណើរមកហើយដែលខ្ញុំស្នើសុំទៅគាត់ហ្នឹងបានទៅពឹងពោគាត់ឲ្យគាត់មកជួយផ្សព្វផ្សាយដើម្បីឲ្យបានលោក
ប្រធានខ្ញុំកាត់ល្បីតិចឲ្យកាត់ល្បីក្នុងស្រុកខ្មែរបន្តិចឥឡូវសូមជម្រាបបងប្អូន70គ្រួសារទាំងអស់ថ្ងៃស្អែកយើងជួបគ្នានៅសាលាក្រុងនឹងម៉ោង7 កន្លះបងប្អូនទាំងអស់គ្នាបងប្រុសក្តីចែក្តីបងស្រីក្តីក្មួយពូមីងបងប្អូនទាំងអស់គ្នាចូលរួមថ្ងៃស្អែកម៉ោង7 កន្លះជួបគ្នានៅសាលាក្រុងឯកសារយើងស្នើសុំឲ្យចុះវាស់វែងសូមចុះក្រសួងចុះមកដោះស្រាយនៅនេះហើយសូមចុះវាស់វែងធ្វើប្លង់ប្រព័ន្ធឲ្យយើងដល់អញ្ចឹងខ្លីៗឯខ្លឹមសារនេះតែមានន័យអញ្ចឹងបងប្អូនជួយមើលបន្តិចឯកសារដែលពាក់ព័ន្ធរឿងដែលត្រូវកាន់គ្រប់គ្នាទៅកាន់ទៅគ្រប់គ្នាទៅពេលស្អីមានគេសម្ភារអីទៅយើងកាន់នឹងបង្ហាញគេថាយើងមាននេះកិច្ចសន្យាទិញលក់មានអីហ្នឹងតាំងពីខាងណាមានអីចឹងយើងនឹងក៏ខ្ញុំសូមជម្រាបដែរឈីជំហានជម្រាបគឺជម្រាបដែរមិនដឹងទេខ្ញុំជម្រាបបងប្អូនអរគ្នាយើងធ្វើនេះធ្វើឲ្យខ្លាំងឲ្យផ្ទុះយើងត្រូវការសារព័ត៌មានចូលរួមច្រើនអញ្ចឹងសូមឲ្យមានការរីដូចគ្នាជួយទៅខាងសារព័ត៌មាន4 10 20សារព័ត៌មានហ្នឹងច្រើនអញ្ចឹងហើយយើងត្រូវចំណាយលុយពួកគាត់តាមសារព័ត៌មានខ្លាំងខ្សោយសារព័ត៌មានគាត់មានកម្លាំងខ្លាំងទៅក៏ចាយលុយគេច្រើននេះទៅសារព័ត៌មានណាដែលរៀងមធ្យមទៅក៏ចាយលុយតាមហ្នឹងអញ្ចឹងហើយសូមឲ្យមានការយោគយល់ហើយនឹងជួយគ្នាទាំងអស់គ្នាសម្រាប់ពួកខ្ញុំដែលធ្វើអ្នកដែលខ្នះខ្នែងហ្នឹងក៏ខ្ញុំចេញដូចគ្នាដែរណាសូមអរគុណជម្រាបជូនបងក្នុងក្រុមទាំងអស់ឲ្យបានជម្រាបថាសារព័ត៌មានយើងយកមកនេះគឺភ្នំពេញកាត់បានចេញដំណើរមកហើយអញ្ចឹងកាត់ឲ្យយើងបន្ថែមមានសារព័ត៌មានក្នុងជាពិសេសក្នុងតំបន់របស់យើងឲ្យបានច្រើនបន្ថែមដើម្បីជួយអុកគ្នាកាត់ប្រាប់អញ្ចឹងណាឥឡូវកាត់ចេញដំណើរមកហើយដែលខ្ញុំស្នើសុំទៅគាត់ហ្នឹងបានទៅពឹងពោកាត់ឲ្យកាត់មកជួយផ្សព្វផ្សាយដើម្បីឲ្យបានលោកប្រធានខ្ញុំកាត់ល្បីបន្តិចឲ្យកាត់ល្បីក្នុងស្រុកខ្មែរបន្តិចជួយប្រាប់ទៅបងម៉ៅទៅកូនចៅគាត់ច្រើនឲ្យគាត់មកឲ្យបានគ្នាច្រើនតិចមកកូនចៅគាត់ច្រើនណាបងម៉ៅឲ្យជួយមកព្រឹកមកអូនរត់ឲ្យគាត់ជួយមកព្រឹកមកបងនឹងឯងបងនឹងឯងបងក៏ជាម្ចាស់ខ្ញុំក៏ជាម្ចាស់បងរិទ្ធក៏ជាម្ចាស់ទាំងអស់គ្នាអញ្ចឹងជួយគ្នាកុំឲ្យរុញទៅបងរិទ្ធកុំឲ្យរុញមកខ្ញុំបកគោប្រកាសខាងខ្ញុំទៅបងឯងបកគោប្រកាសមកម្នាក់បន្តិចម្នាក់មកបានច្រើនហើយបងហ្នឹងហើយព្រោះវាយើងនៅសល់តែ12ម៉ោងទៀតទេបងណាអញ្ចឹងបងជួយទាំងអស់គ្នាបងជួយមួយម៉ាត់ពីរម៉ាត់ខ្ញុំជួយមួយម៉ាត់ពីរម៉ាត់ហ្នឹងហើយបន្តិចចាំបងណាព្រោះអត់នេះមិនមែនជាបោះអ្នកណាម្នាក់ទេគេហៅថាបោះយើងទាំងអស់គ្នាអរគុណបងគោរពជូនពរហាប់មួយឯងមកកូនចៅបានច្រើនតិចមែនណាបើដីយើងធំអញ្ចឹងយើងមានសិទ្ធិមកបានច្រើនយើងឡើងបានអ៊ំព្រឹកខ្ញុំដាក់ទៅប្រហែលជាង10នាក់អ៊ំអី5 10នាក់អីណា4 5 10នាក់អ៊ំដាក់ទៅច្រើនជាងនឹងមិនអ៊ំច្រើនជាងនឹងចាប៉ុន្តែមានតាមមានផ្លាំងដីប៉ុន្តែគាត់ថាវាទៅក៏ទៅឲ្យម្ចាស់ដីផ្ទាល់ហ្នឹងគឺឲ្យយើងហ្នឹងចាំពេលនេះធ្វើផ្លាំងរួមមកព្រោះអីគាត់ធ្វើស្អីគេលក្ខិតអាហ្នឹងគាត់ថាដីយើងមានចំណែកធំចាបើខ្ញុំទៅធ្វើអត់ទាន់ដល់បាទបងឥឡូវចាំបាច់ចែជាម្ចាស់ដីហ្នឹងចែមកស្អែកជួបគ្នាម៉ោង7 ព្រឹកនៅមុខសាលាក្រុងកន្លែងកាហ្វេមុខសាលាក្រុងហ្នឹងចាបងយើងពិភាក្សាគ្នាហើយចាំយើងចូលសាលាក្រុងវិញចាបាទចឹងអរគុណចាចឹងអរគុណបងចាបាទអរគុណ